បាទសួស្តីបាទទៅកាន់មកប្រិមិត្តយើងបាទតម្រុយបាទផ្សេងបាទការប្រកួតលីកកំពូល Premier League សប្តាហ៍ទី26បាទពាក់កណ្ដាលសប្តាហ៍បាទថ្ងៃទី10 admin មាន4គូបាទសិតតែគូពិសេសបាទជូនបងប្អូនបាទធ្វើការលេងកម្សាន្តតោះយើងមកមើលការប្រកួតគូទី1បាទរវាងក្រុម Chelsea ប៉ះជាមួយក្រុម Leeds United Chelsea លេខ5បាទបច្ចុប្បន្នមាន43ព្រឹកប៉ះជាមួយក្រុម Leeds លេខ16បាទ Chelsea បាទប្រកួតចុងក្រោយបាទឈ្នះទៅលើ Wolves ខណៈដែល Leeds United បាទគឺចាញ់អញ្ចឹងសម្រាប់ជំរឿគូនេះបាទឈឺ Chelsea តមកមួយក្របដាច់ណាអញ្ចឹង admin គិតថាគូនេះគួរលេងខាងក្រុមមកចាប់ទាំងបាទ Chelsea ទៅបាទ Chelsea អាចនឹងឈ្នះបន្តទៀតជាមួយនឹង Leeds United បាទសម្រាប់គូទី2ការប្រកួតរវាងក្រុម Everton ប៉ះជាមួយនឹងក្រុម Bournemouth Everton បាទឈ្នះទៅលើ Fulham ក្រៅហើយគណៈដែល Bournemouth ស្មើជាមួយនឹង Aston បាទការប្រកួតចុងក្រោយបាទពេលនេះបាទ Everton មកនៅបាទលេខទី8បាទមិនបញ្ហាទេយប់នេះ admin គិតថាគូនេះគួរតែលេងបាទក្រុមបាទទៅលើ Everton មកចាប់ទៅបាទ Everton អាចនឹងមានព្រៀបទៅលើបាទក្រុម Bournemouth ហើយយើងបាយទៅបាទ0.25បាទសម្រាប់គូទី3វិញបាទការប្រកួតរវាងក្រុមបាទ Spurs បាទគូនេះប៉ះគ្នាច្រើនលើកហើយបាទប្រកួតចុងក្រោយគឺពីស្មើជាមួយនឹងបាទ Newcastle ហើយគូនេះបាទគឺថា Spurs បាទត0.25តែជំរឿរបស់ admin គឺថាគូនេះគួរតែលេងបាទ over បាទ2កន្លះទៅបាទគូនេះអាចនឹងមានគ្រាប់បាល់បាទចាប់ពី3គ្រាប់បាទនិយាយទៅបាទ over 2កន្លះហើយគូពិសេសចុងក្រោយវិញបាទវាក្រុមញញយៈ West Ham បាទនៅលេខរៀងទី18បាទតារាងប៉ះជាមួយនឹងបាទ Top 4លេខ4បាទ Manchester United Man U លេងក្រៅដីបាទការប្រកួត4ប្រកួតចុងក្រោយបាទ Man U មែនតើបាទនេះតតែកន្លះទេបាទលេងក្រៅដីអញ្ចឹងជំរឿចុងក្រោយនេះបាទមានថាលេងនៅខាងក្រុម Manchester United បន្តទៅ Man U កំពុងតែឡើងទម្រង់ជើងមែនទែនបាទយើងបាយកន្លះទៅ admin មាន4គូជូនបងប្អូនធ្វើការលេងបងប្អូនអាចសម្រេចចិត្តមុននឹងវីដេអូបងប្អូនដែលចង់បានជំរឿគូល្អៗកុំភ្លេចចូលទៅកាន់ក្រុមរបស់ admin link ក្រោម profile តាមរយៈ Telegram បាទជូនបងប្អូនសម្លាញ់ល្អទាំងអស់គ្នាកុំភ្លេចចុច follow admin